សួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយហើយចូលជំរាបសួរបងប្អូនអ្នកមើលទាំងអស់គ្នាហ្នឹងហើយបងប្អូនហើយកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនទស្សនាបន្តទៀតចឹងបងប្អូនហ្នឹងហើយបងប្អូនក្នុងចក្រានបាយគ្មានអីទេមានតែម្ហូបហ្នឹងហើយបងប្អូនព្រោះដោយសារឲ្យតែមានភ្ញៀវសាងចឹងទៅគឺយើងធ្វើម្ហូបធ្វើអីចឹងណាហើយម្ហូបជនជាតិម្ហូបបារាំងគឺអត់មានអីច្រើនទេវាចង់និយាយថាវាងាយដែរចឹងបងប្អូនប៉ុន្តែគាត់ថាគ្រឿងពងគ្រឿងផ្សំអីហ្នឹងអាហ្នឹងវារៀងពិបាកដែរវាច្រើនមុខដែរចឹងបងប្អូនប៉ុន្តែគាត់ថាអត់មានបារាំងអត់មានទៅហូបបាយហូបអីទេហូបតែនំប៉័ងឯងបងប្អូនជនជាតិមិនសូវហូបបាយទេតែហូបតែនំប៉័ងទេហើយនឹងម្ហូបកញ្ចប់ទេបងប្អូនហើយម្ហូបគេគឺអត់ច្រើនទេបងប្អូនបានតិចឆ្ងល់ថាគេហូបឆ្អែតដែរប៉ុន្តែគាត់ថាវារៀងថ្លៃដែរបងប្អូនអើយនៅចក្រានបាយនៅធ្វើម្ហូបនៅក្នុងចក្រានបាយគ្មានពេលតនីទេបងប្អូនមានតែអ្នកធ្វើនៅក្នុងចក្រានបាយដូចគ្នាទេដែលយល់អារម្មណ៍មួយហ្នឹងហើយបើសិនមានអូដឺច្រើនមានញូច្រើនហ្នឹងបងប្អូនអូបាច់ទេបវល់វារៀងថាកន្លែងរៀបវារៀងទូចតាអញ្ចឹងបណ្ដារៀបបាយវាធំម្នាក់កន្លែងដាក់ចានដាក់អីហ្នឹងគឺវារៀងទូចអញ្ចឹងគាត់បន្លែប្លុកគ្រឿងក្រៅមកដាក់ពេញវល់ហ្នឹងឯងព្រោះថាគេមកគេសាង4-10មុខឬក៏4-5មុខអញ្ចឹងមកដាក់យកចេញពីទូមកមានទេវល់ពេញហ្នឹងឯងចឹងមិនថាតើធ្វើបដារៀបបដាអញ្ចឹងធ្វើបដារៀបបដាអាណាមត្រីធ្វើយកដាក់ចូលទូវិញអញ្ចឹងបងតើតែយើងរៀបអញ្ចឹងបានមានកន្លែងរៀបចានឬក៏មានorder ថ្មីមកអញ្ចឹងយើងមានម្ហូបថ្មីយើងយករបស់ថ្មីគ្រឿងក្រៅថ្មីមកដាក់ទៀតអញ្ចឹងអញ្ចឹងព្រោះតែអញ្ចឹងបើមិនអញ្ចឹងទេវាអត់មានកន្លែងដាក់ព្រោះកន្លែងវារៀងទូចដែរកន្លែងដាក់ចានដាក់ឆ្នាំងដាក់ចានអញ្ចឹងព្រោះតែធ្វើម្ហូបវាញ៉ៃតិចបងប្អូនអើយតោះឡាសាបន្តិចតោះអ្នកបកែរៀបបកែជូតបកែបោសណាស់ណាបងប្អូនអើយរឿងនៅក្នុងចក្រានបាយខ្ញុំពីអ្នកបងមានទេបងប្អូនអើយមានតែ2នាក់វល់ហ្នឹងឯងរូបពេលខ្លះអត់មានពេលសម្រាប់ទេអត់1ម៉ោងមានតែហួសម៉ោងទៀតចឹងមានណាទេបងប្អូនអើយប្រឹងមួយថ្ងៃដាច់បាយហ្នឹងបងប្អូនហើយបងប្អូនមើលវីដេអូខ្ញុំឲ្យកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំអ្នកមួយផងបងប្អូនហើយរាល់ថ្ងៃខ្ញុំមិនមែនចង់ភ័យដែរបងប្អូនអើយកូនក្បិតបងទេកូនដៃទេអញ្ចឹងហើយការងារច្រើនណាស់បងប្អូនតែខ្ញុំការងារតិចប៉ុណ្ណឹងតែច្រើនតែបងវិញមិនបាច់ទេបងគាត់ការងារច្រើនណាស់បងប្អូនអើយគាត់ធ្វើនំប៉័ងហួយផងគ្មានពេលតនីដូចគ្នាមកធ្វើម្ហូបផងធ្វើអាគ្រឿងក្រៅគ្រឿងត្រៀមផងនិយាយគិតទៅឡើងឈឺក្បាលហ្មងប៉ុន្តែគាត់ថាទៅមកយើងទៅការគេយើងដើរត្អូញដើរធ្នូយ៉ាងនេះទ្រាំទៅបងប្អូនទាំងឈឺទាំងជាហ្នឹងរួចមួយថ្ងៃហ្នឹងឯងបងប្អូនការងារបើនិយាយការងារនិយាយឡើងចេញព្រោះស្អីគ្នាយើងតិចគ្នាតែ2នាក់អញ្ចឹងការងារច្រើនហ្នឹងបងប្អូនគាត់ធ្វើហើយយើងបោះជូតឲ្យស្អាតមានទីឃ្លាទំនុកពេលដែលមានគេកំងមកមានថ្មីទៀតអញ្ចឹងបងប្អូនហើយចង់ថាតលតែអាសាបន្តិចនៅក្នុងចក្រានបាយព្រោះអាសាអីបើមិនអញ្ចឹងទេរុយមកអ៊ូឥឡូវបងប្អូនហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនហើយកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនអរគុណច្រើនបាយ